បាទសួស្តីប្រែទាំងអស់ណាហ្នឹងហើយថ្ងៃនេះចង់បង្ហាញប្រែអំពីរបៀបនៃការ download កម្មវិធីកាត់តវីដេអូបាទកម្មវិធីដែលកាត់តទៅមានលក្ខណៈងាយស្រួលកម្មវិធីមានច្រើនកម្មវិធីកាត់តមិនមែនមានតែមួយពីរទេណាយើងចង់ប្រើកម្មវិធីនោះជាទម្រង់បែបណាក៏ប្រើទៅអាហ្នឹងស្រេចតែយើងទេប៉ុន្តែខ្ញុំបង្ហាញអំពីកម្មវិធី Moviva Video Editor នេះ14 plus និង15និង14ពីរនេះគឺមានទម្រង់លក្ខណៈផ្សេងគ្នាយើងប្រើហើយកម្មវិធីអ្នកខ្លះធ្លាប់ប្រើដូច Sony Vegas អីក៏បាន CapCut ក៏ប្រើបានលើកុំព្យូទ័រវីដេអូផ្សេងទៀតកាត់តប្រើបានទាំងអស់ប៉ុន្តែខ្ញុំចង់ប្រាប់ពីកម្មវិធីពីរនេះក៏ល្អដែរដើម្បី download បានយើងចូលទៅ Google Search ហើយវាយពាក្យថា Moviva នេះមកនេះ Video Editor 14ឬក៏15នេះមកដើម្បី download បានមានស្ទើរតែគ្រប់កន្លែងមិនមែនមានតែមួយទេហើយប៉ុណ្ណឹងមកយើងផាសហើយយើង enter ទៅវានឹងដើរមកដូចនេះយើងរកតាម website មួយទៅ download បានហើយយើង crack បានហើយយើងមើលលក្ខណៈរូបភាពក៏បានដែរស្រឡាញ់ជាទម្រង់បែបណាទម្រង់យ៉ាងម៉េចទម្រង់ចេះអានេះ14ទម្រង់របស់14 crack ឬក៏ទម្រង់បែបនេះរបស់15ហ្នឹងយើងមើលឃើញអញ្ចឹងយើងចុចនេះចូលទៅកាន់ website ហ្នឹងតែម្ដងទៅនេះវាចេញលក្ខណៈអញ្ចេះយើងអាច download បានយើងអាច download បានមានសឹងតែគ្រប់ websiteឬក៏យើងយកផ្សេងមកទៀតយើងចង់មើលអស់គ្រប់កន្លែងតើមានគ្រប់កន្លែងដែរអត់ព្រោះកម្មវិធីនេះមាននិយាយទៅស្ទើរសឹងតែគ្រប់កន្លែងហើយកន្លែងណាក៏តែមានដែរអានេះជារូបភាពទេនេះរូប14នេះ download ឲ្យ download យើងអាច download បានជា file zip នេះ15down បាត់ហើយនេះឃើញទេគាត់តែប៉ុណ្ណឹង down បាត់ស៊ីទំហំ264មេdown មកតែខ្ញុំអត់ down ទេផ្ដាច់វាវិញប៉ុណ្ណឹងមានសឹងគ្រប់ website ទាំងអស់តែនេះចូលក្នុង website នេះ down នេះdown website ណាក៏បានដែរកម្មវិធីហ្នឹងប៉ុន្តែបើយកល្អត្រូវយក version 14 crack នេះមួយអាហ្នឹងពណ៌ហ្នឹងណា15 full នេះគឺពណ៌នេះអញ្ចឹង download បានហើយយើងដំឡើងវាមកអញ្ចឹងរបៀបដំឡើងស្រួលទេដើម្បីឲ្យ full version ឧទាហរណ៍ថាកម្មវិធីហ្នឹងមួយចុះនេះ crack ទីអ្នកមកកុំព្យូទ័រមើលហើយយើងពលាមកយើងមាន file ហ្នឹងយើងពលាមក extract នេះយកនេះបង្កើត folder ឲ្យបង្កើត folder ឲ្យយើងហ្នឹងនេះបង្កើត folder ហ្នឹងមកយើងបានហើយយើងដំឡើងនេះយកពាក្យ set up នេះ set up ចុចពីលើហ្នឹងមកចុចពីលើពាក្យ set up មក
vìនឹងចេញចឹងមកយើងចុចយកភាសាអង់គ្លេសហើយយើងចុចអូខេយើងនិចតាមហ្នឹងទៅតែខ្ញុំតម្លើងឲ្យខ្ញុំអត់តម្លើងទៀតទេហ្នឹងហើយអានេះកន្លែង website ចាស់ខ្ញុំ down ទេអានេះតម្រង់គេប្រាប់យើងទេថាធ្វើមិនចុះបន្ទាប់មកនេះ file crack file crack នេះពលា file crack ហ្នឹងមើលនេះយ៉ាពលា file crack ហ្នឹងមើលនេះពលា file crack ហ្នឹងហើយយើងយកទៅ crack យើង crack របៀបម៉េចឧទាហរណ៍ថាយើងcopy យកពាក្យហ្នឹងណាហើយនេះយើងកម្មវិធីហ្នឹងយើងចុចលើវាមួយមកយើងយក property ហើយយើងនេះយើងបើកនេះយើងបើកកន្លែង file វានេះហើយយើងផាសដាក់ក្នុងហ្នឹងបណ្ដោយយើងផាសដាក់ក្នុងហ្នឹងបណ្ដោយផាសដាក់ចឹងផាសហើយយើងអានេះខ្ញុំផាសហើយណាបានវាចេញចឹងបើអត់តន់ផាសទេក៏ត្រូវចុចឲ្យលើដែរដើម្បីផាសដាក់អញ្ចឹងខ្ញុំអត់ផាសទៀតទេហើយបន្ទាប់មកយើង restart computer មួយមកបើកឡើងមកវិញមក full បាត់ហើយកម្មវិធីនេះតម្លើងអញ្ចឹងដូចគ្នាអត់មានអីខុសគ្នាទេចំណាំដើម្បីបើកបានคลิกលើហ្នឹងមកយកពាក្យ property ឬក៏គេខ្ជិលគេយកពាក្យនេះតែហ្មងនេះគេយកពាក្យនេះហ្មងក៏បានដែរតែអត់ទេយក property ហើយនេះ open file ហើយផាសដាក់ហើយយើងខ្វែងវាហើយត្រូវយកពាក្យខាងនេះហើយបានយកខាងនេះអូខេនេះយល់ដែរអាហ្នឹងបានទៅជា full version បានអញ្ចឹងរបៀប down មានតែប៉ុណ្ណេះទេបាទសូមអរគុណ